តោះបងប្អូនសិស្សានុសិស្សថ្នាក់ទី1ទាំងអស់គ្នាណាថ្ងៃនេះមកមើលវីដេអូលោកគ្រូបន្តិចលោកគ្រូនឹងចែករំលែកអំពីរបៀបធ្វើតេស្តថ្នាលបឋមតេស្តបំណាច់ឆ្នាំបងប្អូនណាតេស្តបំណាច់ឆ្នាំឬឲ្យឈ្មោះថាតេស្ត CALM បងប្អូនណាយើងធ្វើលើមុខវិជ្ជាគណិតវិទ្យាតោះចឹងយើងចូលនៅលើកន្លែងគណិតវិទ្យាហ្នឹងមកបាទដូចហើយយើងចាប់ផ្ដើមតោះយើងត្រៀមខ្លួនណាយើងរយៈពេលយើង1ម៉ោងបងប្អូនទាំងអស់មាន50សំណួរណាបាទបន្ទុកជាប់គឺ50%តោះចឹងយើងចាប់ផ្ដើមបាទទី1ឲ្យជ្រើសរើសលេខតាមចំនួននៃរូបភាពតើរូបភាពសភៅនេះមានរូបភាពតើមានសភៅប្រមាណក្បាលបងប្អូនណាចឹងយើងយក5ក្បាលបាទយក5ក្បាលមួយទៀតឲ្យយើងជ្រើសរើសលេខតាមចំនួនរូបភាពខាងក្រោមតើខ្មៅដៃនេះមានប្រមាណបងប្អូនគិតរាប់មើលមានប្រមាណបងប្អូនណាបាទចឹងមាន3ទីហោចឹងណាបាទ3មួយទៀតជ្រើសរើសរូបភាពដែលមានចំនួនតិចជាងគេបាទចឹងយើងយកអានេះតិចជាងគេបងប្អូនណាបាទដូចហើយយើងចុចពាក្យថាបន្ទាប់បងប្អូនបាទជ្រើសរើសចម្លើយបំពេញប្រអប់តាមបន្ទាត់ចំនួនខាងក្រោមបាទចឹងយើងយកលេខប៉ុន្មានហ្នឹងអានេះយើងយកលេខ20ប្រមាណដែរ23 24 25ចឹងយក25បាទចុចបន្ទាប់ខាងក្រោមនេះទៀតឃើញទេបាទនេះហើយយើងយកលេខប្រមាណទៀតដែរបងប្អូននេះបាទជ្រើសរើសចម្លើយបំពេញប្រអប់តាមបន្ទាត់ចំនួនខាងក្រោម20ប៉ុន្មានដែរនេះ26ចឹងហ៎បាទតោះចឹងយើងមកមើលទៀតមួយណាលេខ21បាទមួយណាលេខ26បាទនេះលេខ26បាទមួយណាលេខ13បងប្អូននេះលេខសំទោសលេខ18បងប្អូននេះលេខ18ណាបាទចុចបន្ទាប់ទៀតចឹងយើងមកមើលទៀតរើសចំនួនណាដែលធំជាងគេចឹងលេខ19នេះធំជាងគេមួយណាដែលចំនួនតិចជាងគេចឹងយើងយកលេខ21នេះតិចជាងគេបាទទៀតតើចំនួនមួយណាដែលច្រើនជាងគេអញ្ចឹងយើងយកលេខ30 31ច្រើនជាងគេតើចំនួនចុះជ្រើសរើសចំនួនរៀបតាមលំដាប់ពីធំមកតូចបាទពីធំមកតូចបងប្អូនណាបាទធំមកតូចយើងមើលទាំងអស់គ្នាទៅបាទអញ្ចឹងយើងយកអានេះមួយណាបាទអាទីនេះបងប្អូនឃើញខ្ញុំចុចណារើសចំនួនតាមលំដាប់ពីតូចទៅធំបាទពីតូចទៅធំយើងយកអានេះណាបាទចឹងមួយទៀតយើងធ្វើប្រមាណវិធីបូក5បូក4ស្មើប្រមាណដែរយើងស្មើ9បាទចុចមក8បូក6ស្មើប្រមាណយើងស្មើ14យើងបន្ទាប់ទៀតមកបាទ7បូក4បូក7យើងស្មើ11ចុចនេះមកយើងចុចបន្ទាប់ទៀត15បូក4 15បូក4ស្មើ19យើងចុចបន្ទាប់ទៀតបាទ10បូក5យើងស្មើ15យើងចុចបន្ទាប់ទៀត12បូក6ស្មើ18ចុចបន្ទាប់ទៀតបាទ19ដក7ស្មើប្រមាណដែរបងប្អូនបាទ12យើងចុចបន្ទាប់ទៀតបាទមើលដៃខ្ញុំចុចណាបាទ29ដក6ចឹងវានៅសល់23បាទចុចលើ23យើងចុចបន្ទាប់ទៀត7ដក5យើងនៅសល់2ចុចលើលេខ2យើងចុចបន្ទាប់ទៀតបាទតើរូបមួយណាជារូបរង្វង់បងប្អូនបាទអញ្ចឹងយើងចុចលើរូបមូលនេះមកគឺរូបរង្វង់បាទរូបមួយណាជារូបត្រីកោណបាទយើងចុចអានេះមករូបត្រីកោណចុចបន្ទាប់ទៀតរូបមួយណាជារូបការ៉េចុចលើរូបការ៉េយើងចុចបន្ទាប់ទៀតបាទរូបមួយណាជាចតុកោណកែងយើងចុចលើពណ៌ផ្កាឈូកនេះចុចបន្ទាប់ទៀតតើវត្ថុមួយណាមានរាងជាត្រីកោណបាទយើងចុចលើក្មេងដាក់ដៃនេះមកយើងចុចបន្ទាប់ទៀតវត្ថុមួយណាមានរាងជារង្វង់បាទអញ្ចឹងយើងចុចសញ្ញានេះមកយើងចុចបន្ទាប់ទៀតបាទតើវត្ថុណាមានរាងជាត្រីកោណបងប្អូនណាបាទចុចលើនេះមកយើងចុចបន្ទាប់ទៀតបាទតើវត្ថុណាមានរាងជាការ៉េអញ្ចឹងបងប្អូនយកអារូបថូផ្កាចុចបន្ទាប់ទៀតចូលជ្រើសរើសរូបដែលមានគ្រប់ជ្រុងជាខ្សែកោងបាទគ្រប់ជ្រុងជាខ្សែកោងអញ្ចឹងយើងយករូបនេះមួយមករូបខែអូកមកចុចបន្ទាប់ទៀតបាទ
តើត្រូវបន្ថែមការ៉េតូចៗចំនួនប៉ុន្មានទៀតដើម្បីបានការ៉េធំមួយពេញបាទអញ្ចឹងយើងត្រូវការប្រមាណអានេះ2អានេះ3ទៀត5យើងដាក់លេខ5ចុចបន្ទាប់ទៀតតោះតើស្វាលេខប៉ុន្មាននៅទីតាំងខ្ពស់ជាងគេបាទអញ្ចឹងស្វាលេខប៉ុន្មាននៅទីតាំងខ្ពស់ជាងគេយកលេខ5យើងចុចបន្ទាប់ទៀតបាទតើខ្មៅដៃមានប្រវែងប៉ុន្មានគ្នៀបបាទមានប្រវែងប៉ុន្មានគ្នៀបអញ្ចឹងយើងយកលេខ4យើងចុចបន្ទាប់ទៀតតើទូរទស្សន៍មានប្រវែងប៉ុន្មានចំអាមអញ្ចឹងយើងរាប់ទៅ1 2 3 4យើងយក4ចំអាមយើងចុចបន្ទាប់ទៀតតោះយើងមើលទៀតតើនរណាឈរនៅខាងឆ្វេងដៃបូផាណាគេឈរខាងឆ្វេងដៃអញ្ចឹងយើងយករូបសីហាបងប្អូនណាមើលរូបសីហាចុចលើសីហាបន្ទាប់ទៀតតើនរណាឈរនៅខាងស្ដាំដៃបូផាបាទអញ្ចឹងយើងយកមីនីបងប្អូនណាមីនីចុចលើមីនីចុចបន្ទាប់ទៀតចូលបំពេញចន្លោះខាងក្រោមណាចូលបំពេញចន្លោះខែដែលបាត់ខាងក្រោមអញ្ចឹងយើងរាប់ទៅបាត់ខែណាដែរមករាកុម្ភៈមីនាបាត់មេសាចុចលើមេសាយើងចុចបន្ទាប់ទៀតបាទចូលបំពេញចន្លោះខែដែលបាត់ខាងក្រោមអញ្ចឹងយើងដល់ខែមិថុនាហើយបាត់ខែណាមានមករាកុម្ភៈមីនាមេសាឧសភាមិថុនាអញ្ចឹងយើងបាត់ខែកក្កដាបាទចុចបន្ទាប់ទៀតតោះអញ្ចឹងយើងតទៅមុខទៀតថ្ងៃនេះថ្ងៃសុក្រទី4តើថ្ងៃស្អែកថ្ងៃអ្វីបាទទៅជាថ្ងៃអ្វីអញ្ចឹងស្អែកគឺថ្ងៃសៅរ៍បងប្អូនណាទី5ចុចលើថ្ងៃសៅរ៍បាទចុចបន្តទៀតចូលជ្រើសរើសម៉ោងតាមរូបនាឡិកាខាងក្រោមបាទអញ្ចឹងនាឡិកានេះរូបម៉ោងប្រហែលដែរអញ្ចឹងយើងយករូបម៉ោង1:00ចុចបន្ទាប់ទៀតបាទចូលប្រាប់ប្រភេទក្រដាសប្រាក់ខាងក្រោមអូបងប្អូនស្គាល់ច្បាស់ហើយរូបក្រដាសប្រាក់ចាយលុយម៉ែអូរាល់ថ្ងៃចេះនោះរូបលេខម៉ាក់នេះប៉ុន្តែក្រដាស100ប្រហែលបងប្អូនមិនត្រង់ការមិនចង់បានទៀតអញ្ចឹងយើងយកលេខ100បងប្អូនណាមើលលេខ100តោះអញ្ចឹងយើងតទៅមុខទៀតចូលជ្រើសរើសចម្លើយត្រឹមត្រូវក្រាបខាងក្រោមបង្ហាញពីផ្លែឈើដែលសិស្សថ្នាក់ទី1កចូលចិត្តបាទតោះអញ្ចឹងយើងមកមើលទាំងអស់គ្នាទៅផ្លែក្រូចមានផ្កាយ5ផ្កាយ6ផ្លែប៉ោមផ្លែចេកផ្កាយ7ផ្លែឪឡឹកផ្កាយ8បើផ្កាយតាំងឲ្យសិស្សចំនួន1នាក់តើផ្លែឪឡឹកបាទតើសិស្សចូលចិត្តផ្លែឪឡឹកមានចំនួនប៉ុន្មាននាក់បាទតោះអញ្ចឹងយើងយកប៉ុន្មាននាក់ដែរយើងយក8បាទចុចបន្ទាប់ទៀតយើងមើលក្រាបនេះទៀតណាចូលក្រាបរូបភាពបង្ហាញពីពណ៌ដែលសិស្សថ្នាក់ទី1ចូលចិត្តទី1កចូលចិត្តបាទបងប្អូនទី1កក៏បានទី1ខក៏បានដែរចូលចិត្តណាបាទអញ្ចឹងពណ៌ក្រហមពណ៌លឿងពណ៌ខៀវបងប្អូនរាប់មើលតើមានប្រមាណហើយគេសួរតើសិស្សចូលចិត្តពណ៌ក្រហមមានចំនួនប៉ុន្មានបាទអញ្ចឹងយើងមើលអាណាច្រើនជាងគេយើងយកលេខ8អញ្ចឹងហ៎បាទចុចលើលេខ8យើងចុចបន្តទៀតបាទមួយទៀតបងប្អូនណាបាទមួយទៀតតោះអញ្ចឹងយើងមកមើលតទៅមុខទៀតក្រាបរូបភាពបង្ហាញពីសម្ភារៈដែលមីនីបានសាកសួរមិត្តភ័ក្តិរបស់នាងបងប្អូនរាប់ទៅប៊ិចមានប្រមាណខ្មៅដៃមានប្រមាណសិភៅមានប្រមាណរូបក្បាលកូនក្មេងនេះតាំងឲ្យចំនួនសិស្ស1នាក់បាទតើសិស្សចំនួនប៉ុន្មាននាក់ដែលមានសិភៅចឹងមកមានសិស្សប៉ុន្មាននាក់ដែរបងប្អូនណារាប់មើលមានសិភៅប៉ុន្មាននាក់រាប់ទៅគឺចឹងយើងមាន5នាក់បាទយើងចុចបន្ទាប់ទៀតបាទចឹងយើងចិត្តចប់ហើយសំណួរយើងណាបាទតោះចឹងយើងមកមើលតទៅមុខទៀតចូលជ្រើសរើសចម្លើយត្រឹមត្រូវក្រាបរូបភាពបង្ហាញពីប្រភេទសាច់ដែលសិស្សថ្នាក់ទី1ចូលចិត្តញ៉ាំបាទអញ្ចឹងមានសាច់ត្រីសាច់មាន់សាច់គោសាច់ជ្រូកអញ្ចឹងរូបផ្កាយស្មើនឹងសិស្សម្នាក់បានន័យថាផ្កាយមួយគឺស្មើនឹងសិស្សម្នាក់បាទតើមានសិស្សប៉ុន្មាននាក់ចូលចិត្តញ៉ាំសាច់ត្រីបាទអញ្ចឹងរាប់មកមានប៉ុន្មាននាក់ដែរបងប្អូនរៀនរាប់មើលណាបាទអញ្ចឹងយើងយកសិស្ស9នាក់បាទ9នាក់អញ្ចឹងយើងចុចលើលេខ9យើងចុចពាក្យថាបន្ទាប់
ចឹងយើងមើលទៀតនៅក្នុងថ្នាក់ទី1មានកៅអីចំនួន4អ្នកគ្រូធីតាថែមកៅអីចំនួន3ទៀតរកចំនួនកៅអីសរុបបាទចឹងកៅអីមាន4អ្នកគ្រូធីតាគាត់ថែម3ទៀតចឹងមានកៅអីចំនួនប្រមាណដែរបងប្អូនចឹងយើងយកចំនួន7យើងចុចបន្ទាប់នារីមានស្វាយ5ផ្លែម្ដាយនាងឲ្យថែមស្វាយ5ផ្លែទៀតតើនារីមានស្វាយចំនួនប៉ុន្មានផ្លែចឹងយើងយកលេខ10យើងចុចបន្ទាប់ទៀតបាទចឹងយើងនៅសល់2សំណួរទៀតបងប្អូនណាមករាទិញក្រូចចំនួន18ផ្លែគាត់ឲ្យក្រូចទៅប្អូនចំនួន6ផ្លែតើមករានៅសល់ក្រូចប៉ុន្មានផ្លែចឹង18 16យើងនៅសល់12យើងចុចលេខ12ចុចបន្ទាប់ទៀតបាទតោះយើងនៅសល់មួយសំណួរទៀតធីតាទិញស៊ុតមាន់15គ្រាប់នាងញ៉ាំអស់3គ្រាប់តើធីតានៅសល់ស៊ុតប៉ុន្មានគ្រាប់បាទចឹងយើងយកលេខ12យើងចុចបន្តទៀតបាទមួយទៀតតើទម្ងន់របស់ក្រូចចំនួនប៉ុន្មានផ្លែទៅស្មើនឹងទម្ងន់របស់ផ្លែប៉ោម1ផ្លែបាទក្រូចប្រមាណផ្លែទៅស្មើផ្លែប៉ោម1ផ្លែបងប្អូនមើលរូបភាពលេងទៅណាបាទខ្ញុំបាត់ដឹងដែរចឹងគឺមានចំនួន2ផ្លែណាចុចលើ2ផ្លែចឹងនៅពេលដែលយើងចុចឆ្លើយហើយទាំងអស់ចឹងបងប្អូនចុចកន្លែងពាក្យថាបញ្ជូនចម្លើយខាងក្រោមនេះបាទណាតែខ្ញុំអត់បញ្ជូនទេដោយសារខ្ញុំគាត់ធ្វើជាវីដេអូទេបងប្អូនណាទុកឲ្យបងប្អូនជាអ្នកចុចបញ្ជូនកន្លែងពណ៌បៃតងថាបញ្ជូនចម្លើយនេះបងប្អូនចុចទៅនឹងឃើញបន្ទុករបស់បងប្អូនហើយបាទចឹងវីដេអូយើងសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះជូនពរឲ្យបងប្អូនប្រឡងតេស្តនេះគឺទទួលបាននិទ្ទេស A ទាំងអស់គ្នាក្នុងតេស្តបំណាច់ឆ្នាំនេះបាទ